ការប៊ូផេឬមួយក៏ការរ៉ាន់ alert ដូចមុននេះបងប្អូនបើសិនជាបងប្អូនអត់ផ្លាស់ប្ដូរនៅយុទ្ធសាស្ត្រថ្មីទេអាចនឹងខាត់លុយដល់ដឹងខ្លួនហើយខ្ញុំមកចែករំលែក technique ខ្លះដែលខ្ញុំតែងតែប្រើមកលើអាជីវកម្មរបស់ខ្ញុំផ្ទាល់ក៏ដូចជា client របស់ខ្ញុំដែលប្រើសេវាកម្ម technique មួយនេះបើសិនជាអ្នកដែលធ្លាប់ប្រើអាចថាចាស់សម្រាប់គេដែរអ្នកដែលមិនធ្លាប់អាចថាថ្មីចំពោះការប៊ូសហ្នឹងខ្ញុំប្រើ2 campaign ទី1ខ្ញុំដាក់ test ទី2ខ្ញុំដាក់ sell test campaign ហ្នឹងមានន័យថាយើងបំបែកមួយ campaign ជា3ឧទាហរណ៍ទី1ខ្ញុំដាក់ boost ជាប្រភេទរូបភាពទី2ខ្ញុំ boost ជាប្រភេទ video short ហើយទី3ក៏ខ្ញុំដាក់ជា short ដែរប៉ុន្តែប្រភេទវីដេអូពីរហ្នឹងគឺខុសគ្នាឧទាហរណ៍ថាវីដេអូទី2យើងដាក់ហុកឬមួយក៏ intro នៃក្បាលវីដេអូផ្សេងហើយវីដេអូទី3នេះយើងដាក់ហុកឬ intro ហ្នឹងខុសគ្នាដែរដើម្បីយើងចង់ដឹងថាតើវីដេអូពីរហ្នឹងហុកមួយណាឬមួយក៏វីដេអូមួយណាតាក់ទាញជាងអញ្ចឹងបងប្អូននៅក្នុងការ update Facebook 2025ហ្នឹងគេផ្ដោតទៅលើប្រភេទ short video បងប្អូនធ្វើប្របែកវីដេអូខ្លីៗច្រើនកាន់តែល្អដែរប៉ុន្តែប្រភេទរូបភាពខ្លះក៏យើងអាចចោលដែរយើងអាចនៅ boost បានធម្មតាហើយនៅពេល boost មួយរយៈទៅ3 ad ហ្នឹងយើងដឹងថាមួយណាល្អហើយពីរនេះដែលខ្ញុំបិទហ្នឹងខ្ញុំឧទាហរណ៍ថាបើសិនជាពីរនេះវាល្អយើងអាចបិទយើងឃើញវីដេអូទី2នេះបើកល្អអញ្ចឹងបងប្អូនអាចដាក់ sell campaign យកមកមានន័យថាយើងបុកលុយនៅក្នុងវីដេអូទី2នឹងយកតែម្ដង